ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើជ្រក់ខ្ញីចាជ្រក់ខ្ញីនេះងាយស្រួលធ្វើខ្លាំងណាស់បងប្អូនយើងគ្រាន់តែជ្រើសរើសខ្ញីនឹងជាប្រភេទខ្ញីដែលខ្ចីបងប្អូនទៅធ្វើទៅវាឆ្ងាញ់ចាដំបូងនេះខ្ញុំមកធ្វើទឹកជ្រក់ដោយដាក់ទឹកស្អាតចំនួន 200ml ទឹកខ្មេះ 100ml ស្ករស 80 ក្រាមអំបិលមាត់ចំនួន1ស្ព្រាបាយបន្ទាប់មកកូរឲ្យអំបិលហើយនឹងស្ករវារលាយសិនមកបន្ទាប់ពីរលាយហើយនេះខ្ញុំបន្តដាំទឹកនឹងឲ្យវាពុះសិនណាបន្ទាប់ពីទឹកនឹងពុះហើយនេះខ្ញុំបិទភ្លើងរួចទុកឲ្យវាត្រជាក់ស្រាប់សិនណាចាំយើងយកទៅធ្វើជ្រក់នឹងបានណាឥឡូវនេះខ្ញុំមកត្រៀមខ្ញីនេះខ្ញុំយកខ្ញីខ្ចីនឹងចំនួន400ក្រាមគឺអត់ដល់កន្លះគីឡូទេបងប្អូនហើយនេះខ្ញុំយកស្លាបព្រាខ្លីដែលមានមុខវាស្ដើងយកមកកោសសបកវាចេញអញ្ចឹងមកវាងាយស្រួលកោសហើយស្អាតល្អទេបងប្អូនបន្ទាប់ពីកោសសម្បកវាបានស្អាតល្អហើយនេះខ្ញុំយកវាទៅលាងទឹកឲ្យបានស្អាតបន្ទាប់ពីលាងទឹកបានស្អាតហើយដើមនេះខ្ញុំយកខ្ញីហ្នឹងមកហាន់ជាបន្ទះស្ដើងហើយខ្ញុំសូមបញ្ជាក់បងប្អូនផងដែរថាជ្រក់ខ្ញីយើងមិនអាចយកខ្ញីចាស់មកធ្វើបានទេគឺតម្រូវឲ្យយកខ្ញីខ្ចីអញ្ចឹងណាបងប្អូនបន្ទាប់ពីហាន់ជាបន្ទះស្ដើងរួចហើយនេះខ្ញុំយកអំបិលម៉ត់ចំនួន1ស្ព្រាបាយពេញយកវាមកច្របាច់ជាមួយនឹងខ្ញីហ្នឹងដើម្បីឲ្យជាតិអំបិលហ្នឹងវាកាត់ជាតិហឹររបស់ខ្ញីបងប្អូនហើយពេលដាក់អំបិលហ្នឹងបងប្អូនមិនបាច់ចាំដាក់ទឹកទេយើងគ្រាន់តែច្របល់មកទៅអំបិលនឹងរលាយហើយខ្ញីនឹងក៏វាចេញទឹកមកដែរចាដែលបងប្អូនឃើញទឹកសហ្នឹងគឺជាជាតិហឹររបស់ខ្ញីរួចខ្ញុំពូទឹកអំបិលនឹងចេញហើយយកវាមកលាងទឹកឲ្យបាន2ទឹកទៀតបន្ទាប់ពីលាងទឹកបានស្អាតហើយខ្ញុំបន្តត្រាំនៅក្នុងទឹកធម្មតានឹងចំនួនកន្លះម៉ោងទៀតដើម្បីឲ្យវាកាត់រសជាតិហឹររបស់ខ្ញីនឹងឲ្យកាន់តែបានច្រើនណាបងប្អូនបន្ទាប់ពីកន្លះម៉ោងក្រោយមកនេះខ្ញុំស្រង់ខ្ញីនឹងចេញពេលដែលស្រង់ចេញពូតទឹកឲ្យចេញផងបងប្អូនដើម្បីឲ្យវាអស់ជាតិទឹកនៅក្នុងសាច់ខ្ញីហ្នឹងណាតើវាស្រស់ទឹកល្អហើយនេះខ្ញុំញាត់ចូលក្នុងកន្លកែវហើយពេលដែលដាក់ចូលមិនបាច់ខ្ញុំសង្កត់ឲ្យណែនទេបងប្អូនហើយនេះខ្ញុំចាក់ទឹកជ្រក់ដែលបានទុកឲ្យវាត្រជាក់ល្អហើយហ្នឹងចូលមកហើយតិចទៅធ្វើឲ្យសាច់ខ្ញីវាមានពណ៌ស៊ីជម្ពូស្រាលនេះខ្ញុំច្របាច់ក្រូចឆ្មាចូលចំនួន2ចំណិតរួចគ្របទុករយៈពេល2យប់ទៅខ្ញីហ្នឹងវាចូលជាតិដែរបងប្អូនបន្ទាប់ពី2យប់ក្រោយមកឃើញថាខ្ញីហ្នឹងវាចូលជាតិបានល្អហើយពណ៌វាក៏មានពណ៌ស៊ីជម្ពូស្រាលដែរជ្រក់ខ្ញីនេះគឺញ៉ាំត្រូវគ្នាមែនទែនជាមួយនឹងណែមជូរសាច់ជ្រូកបងប្អូនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមនោះចាសសូមអរគុណសូមជម្រាបលា